ជិះម៉ូតូឆ្លងផ្លូវកាត់ទទឹងខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តស៊េរីទំនើប Ford Ranger បុកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវកាត់ទទឹងខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តស៊េរីទំនើប Ford Ranger បើកជ្រុលទៅបុកបណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូរងរបួសធ្ងន់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025 ចំណុចស្តុបស្ថានទូតចិនផ្លូវម៉ៅសេតុងកែងផ្លូវ 173 សង្កាត់ស្ទឹងទី 1 ខណ្ឌបឹងកេងកងសពជនរងគ្រោះមានឈ្មោះហេងកំហួយភេទប្រុសអាយុ 22 ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជនស្នាក់នៅម្ដុំផ្សារដើមកោខណ្ឌទូកោករាជធានីភ្នំពេញតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាក Honda Click ពាក់ស្លាកលេខភ្នំពេញ 1CM 4751បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ 173 ទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបីជា4លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាក Ford Ranger ពណ៌សពាក់ស្លាកលេខកម្ពុជា NP 0117បើកបោះពួយតាមបណ្ដោយផ្លូវម៉ៅសេតុងទិសដៅពីត្បូងទៅជើងលបឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យអូសខ្ទាតជាច្រើនម៉ែត្ររងរបួសធ្ងន់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូស៊ីក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីចំណែកមធ្យោបាយរួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុកដើម្បីមានចំណាត់ការតាមនីតិវិធីរាយការណ៍ពីអ្នកខ្ញុំស្វានី TV5 Online News